Ok សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបលុប account Facebook ចោលជារៀងរហូតនៅក្នុងឆ្នាំ2026ថ្មីនេះដោយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញជាអក្សរខ្មែរនិងភាសាខ្មែរតែម្ដងងាយស្រួលសម្រាប់បងប្អូនយើងដែលគាត់អត់ចេះភាសាអង់គ្លេសគាត់ធ្វើតាមបានអញ្ចឹងណាបាទអញ្ចឹងតោះកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបលុបទាំងអស់គ្នាតែម្ដងជំហានដំបូងយើងចុចបើកកម្មវិធី Facebook របស់យើងមកបាទបន្តមកទៀតបងប្អូនរកកន្លែងសញ្ញាត្រេ3បាទសម្រាប់ version ចាស់វាអាចលោតសញ្ញាត្រេ3នៅខាងលើគៀនខាងស្ដាំបាទម្ដុំនេះណាសម្រាប់ version ថ្មីគឺវាលោតនៅខាងលើគៀនខាងឆ្វេងវិញបាទហើយសម្រាប់ iPhone គឺវានៅខាងក្រោមវានៅផ្នែកខាងក្រោមសញ្ញាត្រេ3ហ្នឹងណាបាទអញ្ចឹងឃើញសញ្ញាត្រេ3នៅកន្លែងណាយើងចុចកន្លែងហ្នឹងមកបាទអូខេបន្ទាប់ពីចុចសញ្ញាត្រេ3ហើយបងប្អូនអូចូលមកក្រោមរកពាក្យថាការកំណត់និងឯកជនភាពហើយយើងយកការកំណត់ដែលមានសញ្ញាក្បាលមកលើនេះអូខេបន្ទាប់មកទៀតបងប្អូនត្រូវចុចទៅលើអក្សរពណ៌ខៀវនេះដែលគេដាក់ថាមើលច្រើនទៀតនៅក្នុងមជ្ឈមណ្ឌលគណនីបាទចុចមកហើយបងប្អូនអូចូលមកក្រោមបាទអូចូលមកក្រោមទៀតយើងយកកន្លែងពាក្យថាព័ត៌មានលម្អិតផ្ទាល់ខ្លួនបាទបន្ទាប់មកយើងយកអាខាងក្រោមគេបង្អស់ភាពជាម្ចាស់គណនីនិងការគ្រប់គ្រងនេះបាទចុចឡើងហ្នឹងហើយយើងយកក្រោមគេបង្អស់ម្ដងទៀតការបិទដំណើរការឬការលុបហើយយើងចុចទៅលើ profile account Facebook របស់យើងមកដល់កន្លែងនេះយើងយកយើង tick អាទី2បាទកន្លែងពាក្យថាលុបគណនីនេះបាទយើង tick អាទី2នឹងមកហើយបងប្អូនចុចពាក្យថាបន្តមកទៀតយើងអូចូលមកក្រោមមកយើងចុចពាក្យថាបន្តម្ដងទៀតអូខេចូលមកដល់ត្រង់ចំណុចនេះគេសួរហេតុផលយើងថាតើហេតុអីបានជាយើងចង់លុប account Facebook របស់យើងចោលណាបាទអញ្ចឹងយើងគ្រាន់តែ tick ទៅលើហេតុផលណាមួយដែលត្រូវជាមួយនឹងយើងមកនិយាយទៅត្រង់ចំណុចនេះប្រៀបដូចជាគេស្ទង់មតិយើងដែរណាបាទអញ្ចឹងយើងរើសយកហេតុផលណាមួយក៏បានដែរអត់បញ្ហាទេយើងយកមួយណាក៏បានដែរស្រេចចិត្តបាទឥឡូវខ្ញុំយកហេតុផលទី3ចុះបាទបន្ទាប់ពី tick ហើយយើងចុចពាក្យថាបន្តអូខេចុចបន្តទៀតអូខេបន្តមកទៀតបងប្អូនអូចូលមកក្រោមទៀតវារៀងច្រើនតង់ដែរយើងចុចបន្តរហូតអញ្ចឹងកន្លែងនេះយើងចុចបន្តទៀតមកអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺយើងត្រូវវាយពាក្យសម្ងាត់ឬក៏ password នៃ account Facebook របស់យើងដែលយើងចង់លុបហ្នឹងណាបើសិនជាយើងអត់ចាំពាក្យសម្ងាត់ឬក៏ password របស់យើងទេគឺយើងអាចលុប account Facebook របស់យើងបានទេសម្រាប់បងប្អូនយើងដែលភ្លេច password បងប្អូនអាចទៅធ្វើការផ្លាស់ប្ដូរ password សិនមកហើយចាំធ្វើការលុបម្ដងទៀតបាទអញ្ចឹងកន្លែងនេះខ្ញុំវាយ password នៃ account Facebook របស់ខ្ញុំសិនអូខេបន្ទាប់ពីយើងបំពេញ password account Facebook របស់យើងហើយយើងចុចពាក្យថាបន្តនេះមកបាទយើងចុច enter សិនក៏បានបាទចុចសញ្ញាព្រួយសិនហើយចាំចុចបន្តមកបើសិនជាវាបាំងបាទអូខេអញ្ចឹងនេះគឺជាជំហានចុងក្រោយនៃការលុប account Facebook របស់យើងហើយកន្លែងនេះគេបញ្ជាក់ប្រាប់យើងថាបើសិនជាយើងលុបគណនី Facebook នឹងក្នុងពេលឥឡូវហ្នឹងគឺវាមិនបាត់ភ្លាមទេបាទវាមិនលុបបាត់ភ្លាមទេតរតែ30ថ្ងៃក្រោយទើបវាលុបដាច់ណាបាទគេធ្វើបែបហ្នឹងដើម្បីទុកឱកាសឲ្យយើងគេលោថាយើងលុប Facebook ហើយយើងស្ដាយ account របស់យើងអាចយក account Facebook របស់យើងត្រឡប់មកវិញបានបាទក្នុងរយៈពេល30ថ្ងៃក្រោយពេលលុបប៉ុន្តែបើសិនជាលើសពី30ថ្ងៃហ្នឹងយើងអត់អាចធ្វើការទាញយក account Facebook របស់យើងត្រឡប់មកប្រើប្រាស់វិញបានទេបាទអញ្ចឹងបញ្ជាក់ឲ្យកន្លែងហ្នឹងណា
អញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវដឹងមុននឹងយើងធ្វើការលុប account Facebook របស់យើងថាតើបងប្អូនសម្រេចចិត្តថាលុបហើយនៅបាទបើសិនជាសម្រេចចិត្តថាលុបហើយយើងចុចកន្លែងពាក្យថាលុបគណនីពណ៌ខៀវនេះមកតែប៉ុណ្ណឹងគឺចប់សពគ្រប់តែម្ដងបាទហើយយើងរងចាំវាមកផ្លែតមកអូខេអញ្ចឹងនៅពេលដែលវាចេញជាទម្រង់បែបនេះបានន័យថាយើងធ្វើការលុបរួចរាល់ហើយ account Facebook របស់យើងណាហើយបើសិនជាបងប្អូនចង់ឲ្យ account Facebook របស់យើងលុបដាច់បាត់ជារៀងរហូតសូមបងប្អូនកុំ login ចូលប្រើប្រាស់ account Facebook របស់យើងក្នុងកំឡុងពេល30ថ្ងៃក្រោយពីការលុប account Facebook ឲ្យសោះបើសិនជាក្នុងកំឡុងពេល30ថ្ងៃក្រោយពីការលុបរបស់យើងហ្នឹងយើងបែរជា login ចូលប្រើប្រាស់ account Facebook របស់យើងនោះ account Facebook របស់យើងគឺវាលុបអត់ដាច់ទេបាទខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់អូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ Share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ